បាទជំរាបសួរខ្ញុំបាទធូសុភាពនាយកវិទ្យាស្ថានភូមិបច្ចេកទេសភូមិភាគតេជោសែនតកែវថ្ងៃនេះនៅវិទ្យាស្ថានភូមិបច្ចេកទេសភូមិភាគតេជោសែនតកែវយើងមានការធ្វើតេស្តជំនាញទទួលស្គាល់សមត្ថភាពពីមុនដែលយើងហៅថា OPL ការធ្វើតេស្តនេះគឺជាកាដូពិសេសរបស់សម្ដេចបវររបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងប្រព័ន្ធវិទ្យាវៈនេះគឺយើងបានដាក់ឲ្យធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដល់បងប្អូនពលករដែលទើបត្រឡប់មកពីថៃនៅក្នុងវិស័យសំណង់ដែលមាន8ជំនាញនៅក្នុងវិទ្យាស្ថានភូមិបច្ចេកទេសភូមិភាគតេជោសែនតកែវយើងនេះហើយវាមាននៅក្នុងវិស័យសំណង់មានជំនាញសរសៃដែកមានការ៉ូមានបណ្ដាញទឹកមានការងារកបោមានជំនាញផ្សារមានបណ្ដាញអគ្គិសនីហើយជំនាញទាំងអស់ហ្នឹងគឺទទួលស្វាគមន៍ដល់បងប្អូនដែលពលករដែលទើបត្រឡប់មកពីថៃក្នុងវិស័យសំណង់ហ្នឹងគឺទទួលធ្វើតេស្តដោយឥតគិតថ្លៃក្នុងឱកាសនេះដែរខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាពលករអតីតពលករដែលបានធ្វើការងារក្នុងវិស័យសំណង់ដែលទើបត្រឡប់មកពីប្រទេសថៃវិញសូមរុះរាន់មកធ្វើតេស្តព្រោះនេះជាឱកាសល្អដែលបងប្អូនគួរតែចាប់យកដើម្បីទទួលទី1ទទួលបានបញ្ជាក់ពីសមត្ថភាពរបស់បងប្អូនទី2បងប្អូននឹងទទួលបានសញ្ញាបត្រភ្លាមក្រោយពេលធ្វើតេស្តនេះហើយបងប្អូនអាចយកសញ្ញាបត្រនេះទៅប្រើប្រាស់ផ្លូវការដូចទៅនឹងបងប្អូនដែលបានរៀនដែរបាទអញ្ចឹងយើងអាចយកសញ្ញាបត្រនេះទៅយើងអាចមានទី1បញ្ជាក់ពីសមត្ថភាពជំនាញរបស់យើងធ្វើការក៏អាចនឹងទទួលបានប្រាក់ខែប្រាក់ឧបត្ថម្ភច្រើនជាងមុនហើយបងប្អូនអាចមានឱកាសឡើងតំណែងតួនាទីផ្សេងនៅក្នុងការងាររបស់បងប្អូនបន្តអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំក៏សូមស្នើសុំដល់អាជ្ញាធរគ្រប់ដំណាក់ថ្នាក់ហើយជួយផ្សព្វផ្សាយអំពីការធ្វើតេស្តជំនាញ OPL នេះហើយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលត្រឡប់មកពីថៃវិញសូមតាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំធ្វើតេស្តដោយឥតគិតថ្លៃហើយបងប្អូនអាចតាក់ទងទៅតាមលេខទូរស័ព្ទរបស់ខ្ញុំក៏បានគឺលេខ016 733304បាទអាចតាក់ទងមកបានគ្រប់ពេលហើយសូមអញ្ជើញមកធ្វើតេស្តឲ្យបានគ្រប់គ្នាបាទសូមអរគុណ